ចាគេថាខ្ញុំកញ្ញាស្លន់ហ្នឹងគឺត្រូវបោះគេហើយដោយសារតែឡានវ៉ាកង់ម៉ោង 12 កន្លះហើយខ្ញុំមួយថ្ងៃមានឆ្លៃឆ្លាហៅប៉ាសពតទេដល់តែម៉ោង 12 គត់00រៀបថានឹងចេញទៅបេនឡានបានតាំងរកប៉ាសពតមិនដឹងខ្លួនថាបាត់ប៉ាសពតហើយនឹងកាបូបលុយអាចថាសំណាងហើយនឹងបនខ្ពស់ណាជាបានគេរើសទុកឲ្យបើគេអត់បានទុកឲ្យវិញគឺរលាយដូចអំបិលត្រូវទឹកចឹងចាទ្រីបនេះអូខ្ញុំលើកទី1ឆ្លេកសោឡានអាយ៉ាកំពុងតែបុកវ៉ាបាត់កាបូបលុយភ័យស្លេកមុខនេះផងឥឡូវកាន់សោឡានក្រុមហ៊ុនមកដល់បេនឡានហើយខ្ញុំចង់និយាយថាខ្ញុំភ័យដល់ស្លេកមកដោយសារនៅក្នុងហ្នឹងមានលុយអត់អីទេតែសំខាន់ប៉ាសពតបើបាត់ប៉ាសពតនឹងយើងទៅកើតទេពាក្យចាស់គេនិយាយថាក្រោយភ្លៀងមេឃស្លាណាហើយទីបំផុតក៏ពួកយើងបានមកដល់ព្រំដែនប្រវត្តិតែទ្រាំតែបានឆ្លងព្រំដែនវាយប៉ាសពតអីលេចកាត់អស់ហើយយប់ល្មមហើយការជីពីភ្នំពេញរហូតដល់ហូជីមិញហ្នឹងគេឲ្យយើងចូលកតុបទឹកតែ2 ដងឯចាតដូចចំណាក់ស្រុក4 ថ្ងៃទៅប្រខែទៅប៉ុណ្ណាទៅបងទៅចិត្តកន្លះខែខ្ញុំឆ្ងល់គេទៅលេងអឺរ៉ុបមួយខែអីគេដាក់ខោអាវប្រហែលបាលីទៅហ្នឹងហើយខ្ញុំក៏ទៅវៀតណាម9 ថ្ងៃហ្នឹងខ្ញុំដាក់ខោអាវឡើងចង់លេចខ្លួនណាមកឥឡូវមើល food reviewer ដែលតែងតែ review ដែលបានលុយ sponsor មករៀលចាតបានញ៉ាំអីពេលល្ងាចហើយឥឡូវដល់ម៉ោងឡើងឡានគេងទៀតហើយទៅ trip ថ្ងៃទី1ហ្នឹងគ្រាន់សាច់ជិះឡានក្រុងហើយគេងលើឡានហ្នឹងគឺប្រហែលជា 5-10 ម៉ោងហើយចាទៅសាច់ជីផាយស្មើគេជិះយន្តហោះទៅអឺរ៉ុបហ្នឹងចាហើយ sleeping bus ហ្នឹងស្អាតមានកតុបទឹកមានខ្នើយមានភួយមានកន្លែងសាកថ្មមានភ្លើងមានទូទួមានកៅអីម៉ាស្សាអញ្ចឹងណា skin care routine ចាបងប្អូនខ្ញុំអត់បានទេណាយ៉ាប់ធ្វើយើងប្រយ័ត្ន skin care ចាញ់បងប្អូនខ្ញុំណាក៏បិទម៉ាស់សម្រាប់អីណា skin care routine តែបានទឹកទឹកមិញចឹងស្អែកយើងមុជទឹកវិញប្រហែលម៉ោង 7 ម៉ោង 8 24 ម៉ោង skin care routine bye bye good night គេនៅវគ្គខ្ញុំម្ដងចង់និយាយថាចូលមកដល់ទឹកដីដាឡាត់ភ្លឺមកគឺត្រជាក់ខ្លាំងមែនតើហ្មងសម្រាប់ខ្ញុំខ្ញុំគេងលើឡានអត់បើកម៉ាស៊ីនត្រជាក់ហើយក៏លំពួនឡើងចិត្តហើយនៅតែល្ងាទៀតហើយអាកាសធាតុដែលខ្ញុំទៅដល់ហ្នឹងគឺ18 អង្សាប៉ុន្តែសម្រាប់ខ្ញុំត្រជាក់ខ្លាំងហើយខ្ញុំសង្កេតឃើញថាគ្រប់ឡានទាំងអស់នៅក្នុងដាឡាតគឺគេអត់បើកម៉ាស៊ីនត្រជាក់អីគេបើកតែកញ្ចក់ទេហើយសម្រាប់ខ្ញុំនៅតែឆ្លាញ់ទឹកដីដាឡាតចឹងគឺស្អាតខ្លាំងហ្មង vibe ដូចវាស្ងប់ស្ងាត់មានរុក្ខជាតិមានផ្កា vibe ដូចអឺរ៉ុបចឹងហើយបើអូតាដែលខ្ញុំគេហ្នឹងគឺយើងគេមិនបើកម៉ាស៊ីនត្រជាក់អីគឺត្រជាក់ល្មមល្ងាទៀតហើយដំណើរកំសាន្តរបស់ពួកយើងហ្នឹងគឺមានរយៈពេល9 ថ្ងៃហើយនេះគឺជាសកម្មភាពថ្ងៃទី1ហើយវីដេអូបន្ទាប់គឺជាសកម្មភាពសម្រាប់ដំណើរកំសាន្តថ្ងៃទី2អញ្ចឹងចាំតាមដានទស្សនាទាំងអស់គ្នា